ta ở vậy tới chia chủng ngữ cồn chiêm chia chủng ngữ mũi prophet đại biểu mặt đá một pí virus mũi là cái hai thá virus đằng hai virus này cứ chủng ló một non khuôn mà nấu dưa nước tam là dễ mục là nhì nấp bên đệm mục là nhì miền tốc nơi à virus đằng nâng hái và toàn một việc khám bị cho mê rốn cho con khuôn là bò dưỡng thua dưỡng cao miếng nơi chủng ngữ cồn chiêm nè mục là nhì đã bằng co chia chủng ngữ cồn chiêm nâng chỉ tu tới bị trở ta khám mà nấu dưa nước nơi pe bẩn lầm nơi pe mỏng buôn mỏng pram mỏng của mũi bật nâng từ mỏng bật chẳng từ nâng nơi pe là nghĩa chập bị mỏng buôn mỏng pram mỏng của mũi rồi có dừng dây tha một là nhí đại bằng co chủng ngữ cồn chiêm nó chỉ tu tới việc khám chủng lon chủng ngữ cồn chiêm nâng pi bẩn lắm tuột bẩn lục bạn này tha chỉ lọt pe nâng cứ việc ai khám mà nấu dưa nâng bay bằng co nó chủng ngữ cồn chiêm trong một nóc luôn là bỏ dường hai chủng ngữ cồn chiêm cứ vì miếng buôn prophet cái hai tha prophet tí môi prophet tí pi prophet tí bay nâng prophet tí buồn còn tay chỉ tu tới nước non bát cam chia rồi bỏ dưỡng cứ cát miên tại pi prophet tê cứ prophet tí môi nâng prophet tí pi đại cái hai tha prophet tí môi nâng cái hai tha đăng classic hai prophet tí pi nâng cái hai tha đăng emorasic bây giờ vậy ở số đạp tới prophet tí môi nâng cứ cồn chiêm một phiệt sả biết năng ai chia từ với những luôn ấy đây còn ta thưa ca đo nằm tình tuổi tới viên được chia từ với nhảy cứ viên mình bằng cố chia pa nhà hai có cột nát đo chỉ vật tệ còn tái cồn chiêm một phê pi đại cái hai tha đang em mora xích cứ chia cồn chiêm một phê ngôn tệ tông chỉ mới năng cồn chiêm một phê pi đấy bởi sân như dân thưa ca chia ba trăm trâu nâng toàn pi về lía cổ má đi cô mình đâu đại cao chủng người cồn chiêm một phê pi nó cứ ai chia ba chia sạc bòi còn tái bất tân chia ba mình toàn pi về lía thế cứ ai bàn đai này chủng người nó slapដោយសារតែវាមានការហូរឈាមនិងមានសញ្ញាគ្រោះថ្នាក់ជាច្រើនទៀតប៉ុន្តែខ្ញុំអត់និយាយបញ្យល់ឲ្យវែងឆ្ងាយទេពីព្រោះថាវីដេអូដែលខ្ញុំធ្វើគឺផ្ដោតសំខាន់ទៅលើបងប្អូនជាប្រវត្តិហើយអ្វីដែលអ្នកទាំងអស់គ្នាចង់ដឹងគឺខ្ញុំនិយាយឲ្យងាយយល់ឲ្យស្ដាប់គ្នាទៅបានស្រួលមិនពិបាកក្នុងការយល់មិនពិបាកក្នុងការស្ដាប់កាលណានិយាយស៊ីជម្រៅពេកស្ដាប់ទៅលែងយល់តែម្ដងអញ្ចឹងប្រភេទទី2ហ្នឹងគឺចឹងគឺគ្រោះថ្នាក់ណាហើយអាប្រភេទទី3ទី4ហ្នឹងគឺកម្រកើតណានៅក្នុងប្រទេសកម្ពុជារបស់យើងពីព្រោះថាជាទូទៅហ្នឹងគឺយើងសង្កេតឃើញថាប្រភេទទី1និងប្រភេទទី2ហ្នឹងហើយអាប្រភេទទី1ហ្នឹងច្រើនជាងប្រភេទទី2ហ្នឹងទៀតអញ្ចឹងសួរថាចុះប្រភេទទី1ហ្នឹងវាកើតឡើងដោយសារអីប្រភេទទី2ហ្នឹងកើតឡើងដោយសារអីអញ្ចឹងជំងឺគ្រុនឈាមនៅពេលដែលយើងមិនតែកើតសោះឬក៏កុមារដែលមិនតែកើតជំងឺគ្រុនឈាមតតែសោះនៅពេលដែលចាប់ផ្ដើមកើតដំបូងក្រោយពេលដែលមូសខ្លាញីហ្នឹងខំបញ្ចូលមេរោគជំងឺគ្រុនឈាមចូលមកក្នុងខ្លួនរបស់យើងធ្វើឲ្យយើងកើតមាននៅជំងឺគ្រុនឈាមប្រភេទទី1ហ្នឹងហើយក្រោយពេលដែលយើងជាជំងឺគ្រុនឈាមប្រភេទទី1នឹងហើយខ្លួនប្រាណរបស់យើងនឹងបង្កើតជាអង់ទីក័របានន័យថាបង្កើតនៅប្រព័ន្ធភាពស៊ាំមួយដើម្បីប្រឆាំងជាមួយនឹងមេរោគនៃជំងឺគ្រុនឈាមហ្នឹងក្រោយពេលដែលយើងកើតលើកទី1ហើយយើងជាសះស្បើយវានឹងបង្កើតនៅអង់ទីក័រមួយដើម្បីប្រឆាំងជាមួយនឹងជំងឺគ្រុនឈាមហ្នឹងប៉ុន្តែអង់ទីក័រដែលវាកើតឡើងដោយសារតែវាស្គាល់មេរោគគ្រុនឈាមចូលមកក្នុងខ្លួនរបស់យើងនៅពេលដែលយើងកើតលើកទី1ហ្នឹងគឺវាការពារជំងឺគ្រុនឈាមចូលមកបន្ទាប់ហ្នឹងឧទាហរណ៍ថាយើងកើតលើកទី1ហ្នឹងក្រោយពេលដែលយើងជាហើយបន្ទាប់មកមានមេរោគគ្រុនឈាមនោះចូលមកទៀតប៉ុន្តែវាអាចធ្វើឲ្យយើងកើតជំងឺគ្រុនឈាមបានទៀតទេក្នុងរយៈពេល6ខែទៅ12ខែឬក៏យើងនិយាយថាក្នុងរយៈពេល1ឆ្នាំអ្នកនរគ្នាតន់ឡើយហ្នឹងបានន័យថាក្នុង1ឆ្នាំយើងមិនអាចកើតជំងឺគ្រុនឈាម2ដងទេគឺក្នុង1ឆ្នាំយើងអាចកើតជំងឺគ្រុនឈាមហ្នឹងតែ1ដងទេពីព្រោះថានៅពេលយើងកើតម្ដងហើយរាងកាយរបស់យើងនឹងវាបង្កើតភាពស៊ាំមួយដើម្បីប្រឆាំងជាមួយនឹងជំងឺគ្រុនឈាមហ្នឹងនៅពេលដែលវាចូលមកក្នុងខ្លួនយើងហ្នឹងលើក្រោយទៀតប៉ុន្តែអង់ទីក័រហ្នឹងវាមានសមត្ថភាពក្នុងការទប់ទល់ឬក៏ប្រឆាំងនៅជំងឺគ្រុនឈាមហ្នឹងរយៈពេលតែ6ទៅ12ខែឬក៏រយៈពេល1ឆ្នាំក្រោយពេលដែលវាជាពីអាកើតលើកទី1ហើយអញ្ចឹងហួសពី1ឆ្នាំហ្នឹងផុតទៅនៅពេលដែលមានជំងឺគ្រុនឈាមហ្នឹងចូលមកក្នុងខ្លួនយើងទៀតវាបណ្ដាលឲ្យយើងកើតនៅជំងឺគ្រុនឈាមប្រភេទទី2អាហ្នឹងគឺគ្រោះថ្នាក់មែនទែនចំណែកឯគ្រុនឈាមប្រភេទទី3ទី4នោះគឺកម្រណាស់នៅក្នុងប្រទេសកម្ពុជារបស់យើងប៉ុន្តែនៅប្រទេសគេផ្សេងគឺអាចអញ្ចឹងតាក់ទងជាមួយនឹងជំងឺគ្រុនឈាមប្រភេទទី1ប្រភេទទី2ហ្នឹងគេចែកចេញជា3ដំណាក់កាលទៀតមិនថាប្រភេទទី1មិនថាប្រភេទទី2ទេដំណាក់កាលទាំង3នោះទី1គឺគេហៅថាដំណាក់កាលក្តៅខ្លួនខ្លាំងតើការក្តៅខ្លួនហ្នឹងក្តៅមិនគឺថាកុមារចាប់ផ្ដើមឈឺភ្លាមគឺក្តៅខ្លួនយកតែម្ដងមិនមែនថាដំបូងក្តៅស្ទីងឯអត់ទេកុមារដើរធម្មតានៅពេលដែលកុមារចាប់ដើមឈឺថ្ងៃហ្នឹងគឺក្តៅខ្លួនថ្ងៃហ្នឹង
ហើយក្តៅខ្លួនហ្នឹងគឺក្តៅខ្លួនខ្លាំងចាប់ពី39ទៅដល់40ទៅដល់41អញ្ចឹងទៅអាហ្នឹងគឺរោគសំខាន់ចម្បងទី1ដំណាក់កាលក្តៅខ្លួនហ្នឹងនៅក្នុងដំណាក់កាលក្តៅខ្លួនហ្នឹងវាមានរោគសញ្ញាច្រើនទៀតប៉ុន្តែចាំដល់ចំណុចទី2តាក់ទងជាមួយនឹងរោគសញ្ញាចាំខ្ញុំនិយាយបង្ហាញនៅកន្លែងហ្នឹងឥឡូវយើងនិយាយដល់សង្ខេបសិនមិញយើងនិយាយពីដំណាក់កាលទី1គឺដំណាក់កាលក្តៅខ្លួនខ្លាំងឥឡូវយើងចូលដល់ដំណាក់កាលទី2ដំណាក់កាលទី2នៃជំងឺគ្រុនឈាមគឺដំណាក់កាលចុះត្រជាក់បានន័យថាកុមារចាប់ដើមក្រោយពីក្តៅហើយគឺត្រជាក់ខ្លួនហើយប៉ុន្តែការត្រជាក់ខ្លួននៃជំងឺគ្រុនឈាមមិនមែនដូចជាការត្រជាក់ខ្លួននៃជំងឺគ្រុនក្តៅទូទៅទេជំងឺគ្រុនឈាមនៅពេលដែលក្តៅខ្លួនគឺយើងអត់ត្រូវបារម្ភទេពីព្រោះថាវាមិនម្ដាយមានគ្រោះថ្នាក់ទេប៉ុន្តែដំណាក់កាលត្រជាក់ខ្លួននេះគឺជាដំណាក់កាលគ្រោះថ្នាក់បំផុតហើយក៏ជាដំណាក់កាលដែលយើងត្រូវបារម្ភត្រូវយកចិត្តទុកដាក់ហើយត្រូវធ្វើការតាមដានឲ្យបានមែនទែនប៉ុន្តែឪពុកម្ដាយមួយចំនួននៅពេលដែលកូនក្តៅខ្លួនគាត់ភ័យនៅពេលដែលកូនចោលត្រជាក់គាត់សប្បាយចិត្តប៉ុន្តែនៅពេលពេទ្យគាត់ដឹងថាជំងឺគ្រុនឈាមនៅពេលក្តៅខ្លួនវាអត់ចោលជាបញ្ហាទេវាអត់មានអីត្រូវបារម្ភច្រើនទេពីព្រោះថាសញ្ញាទូទៅរបស់វាគឺអញ្ចឹងប៉ុន្តែសញ្ញាគ្រោះថ្នាក់ដែលយើងនិយាយឲ្យខ្លីថាមួយជំហានស្លាប់មួយជំហានរស់ហ្នឹងគឺនៅក្នុងដំណាក់កាលចោះត្រជាក់ខ្លួនហ្នឹងហើយតិចទៀតនៅពេលដល់កន្លែងរោគសញ្ញាខ្ញុំនឹងបញ្ចូលបង្ហាញបន្ថែមទៀតហើយនឹងតាក់ទងជាមួយនឹងការព្យាបាលហ្នឹងតាក់ទងជាមួយចំណុចហ្នឹងណាឥឡូវចំណុចទី2យើងនិយាយហើយដំណាក់កាលត្រជាក់ខ្លួនជាដំណាក់កាលដែលយើងត្រូវប្រយ័ត្នហើយត្រូវយកចិត្តទុកដាក់ឬក៏យើងត្រូវបារម្ភខ្លាំងជាងគេគឺដំណាក់កាលហ្នឹងដំណាក់កាលទី2ហ្នឹងហើយនឹងដំណាក់កាលទី3គឺដំណាក់កាលជាសះស្បើយដំណាក់កាលជាសះស្បើយនេះគឺយើងលែងបារម្ភទៀតហើយគឺកូនរបស់យើងចាប់ផ្ដើមជាហើយរោគសញ្ញានៃការជានៃជំងឺគ្រុនឈាមហ្នឹងគឺវាស្ដាយឡើងតាមរយៈចេញក្រហមនៅចុងដៃចុងជើងក្រហមដុំហ្នឹងហើយនឹងកុមារលមាស់ជាធម្មតាកុមារលមាស់គឺថាអេសនៅលើខ្លួនអេសនៅលើជើងដៃអញ្ចឹងទៅរោគសញ្ញាចេញលមាស់កុមារនៅស្ងៀមជាចង់អេសអាហ្នឹងគឺជាសញ្ញាដែលបញ្ជាក់ថាកុមារចាប់ផ្ដើមជាហើយក្រោយពេលដែលឆ្លងផុតដំណាក់កាលចោលត្រជាក់ហ្នឹងហើយអញ្ចឹងដំណាក់កាលចុងក្រោយហ្នឹងគឺនៅពេលដែលចេញលមាស់កុមារជាចង់អេសចង់អីអញ្ចឹងអាហ្នឹងគឺគ្រូពេទ្យគាត់សប្បាយចិត្តដែរហើយឪពុកម្ដាយក៏ត្រូវតែមានសង្ឃឹមដែរដំណាក់កាលហ្នឹងគឺកុមាររួចផុតពីជំងឺគ្រុនឈាមហ្នឹងហើយអញ្ចឹងតាក់ទងជាមួយនឹងចំណុចទី1តើអ្វីទៅជាជំងឺគ្រុនឈាមហ្នឹងខ្ញុំបានបញ្យល់បង្ហាញដោយសង្ខេបតែប៉ុណ្្នឹងសង្ឃឹមតែអ្នកទាំងអស់គ្នានឹងយល់ហើយស្ដាប់ឲ្យទាន់ណាជំងឺគ្រុនឈាមហ្នឹង